ខ្ញុំបាទសូមអនុញ្ញាតគោរពជំរាបសួរទៅដល់ប្រិយមិត្តបងប្អូននៅព្រឹកថ្ងៃទី7ខែតុលាឆ្នាំ2025លោកទេពរីមអភិបាលរងនៃគណៈអភិបាលស្រុកសន្តានរួមជាមួយលោកស្រីប៉ែនណារ៉េននាយសង្កាត់រដ្ឋបាលជលផលស្រុកអាជ្ញាធរឃុំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្លែងបានសហការគ្នាចុះបង្ក្រាបបទល្មើសជលផលដោយចុះរុះរើនៅឧបករណ៍នេសាទខុសច្បាប់មួយចំនួនត្រង់ចំណុចភូមិត្រកួនឃុំខ្លែងស្រុកសណ្ដានខេត្តកំពង់ធំចំពោះការចុះរុះរើឧបករណ៍ខុសច្បាប់ទាំងអស់នោះមានដូចជាមានស្បៃមុងចំនួន178ផ្ទាំងប្រវែង1264ម៉ែត្ររបាំងសាច់អួនក្រឡាញឹកចំនួន36ផ្ទាំងប្រវែង472ម៉ែត្រឡុកមាន147គ្រឿងលូមានចំនួន147មាត់បង្គោលឈើចំនួន116ដើមចាក់លែងកូនត្រីចម្រុះមានចំនួន86គីឡូក្រាមចំពោះវត្ថុតាងទាំងអស់នេះបានចុះរុះរើនិងដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុឆ្លៀតក្នុងឱកាសនេះផងដែរក៏សូមសនំពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាប្រជានេសាទទាំងអស់បាទមេត្តាធ្វើយ៉ាងណាបើយើងធ្វើការនេសាទគឺយើងត្រូវប្រើឧបករណ៍ណាដែលត្រូវនឹងច្បាប់អនុញ្ញាតយើងកុំប្រើឧបករណ៍ណាដែលខុសច្បាប់អញ្ចឹងដើម្បីរក្សានៅពូជត្រីរបស់យើងនៅក្នុងបឹងក្នុងអូរក្នុងស្ទឹងរបស់យើងដើម្បីឲ្យសហគមន៍ដែលយើងរស់នៅសម្បូរទៅដោយធនធានធម្មជាតិពិសេសគឺសម្បូរត្រីនៅក្នុងតំបន់យើងដើម្បីឲ្យត្រីទាំងអស់នោះបន្តពូជបន្ថែមទៀតហើយជៀសវាងការដាច់ពូជនៅពូជត្រីផ្សេងៗផងដែរហើយជាក្នុងឱកាសនេះក៏សូមអរគុណទៅដល់លោកអភិបាលរងនៃគណៈអភិបាលស្រុករួមជាមួយលោកស្រីនាយសង្កាត់រដ្ឋបាលជលផលអាជ្ញាធរឃុំនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្លែងទាំងអស់ដែលបានយកចិត្តទុកដាក់បង្ក្រាបនៅបទល្មើសនេសាទទាំងអស់នេះសូមអរគុណ